រឿងប្រាសាទបុរាណនិងអ្នកម្ដាយដ៏ក្លាហានរបស់កូនកាលវេលាព្រឹកថ្ងៃមួយម៉ាម៉ានិងកូនរបស់នាងបានរៀបចំកាបូបរបស់ពួកគេសម្រាប់ដំណើរផ្សងព្រេងចូលទៅក្នុងព្រៃជ្រៅដើម្បីទស្សនាប្រាសាទបុរាណខ្មែរពួកគេបានដើរជាមួយគ្នាតាមផ្លូវភូមិដ៏ស្ងប់ស្ងាត់មួយដែលហ៊ុំព័ទ្ធដោយវាលស្រែនិងដើមត្នោតមិនយូរប៉ុន្មានពួកគេបានទៅដល់ក្បែរព្រៃក្រាស់មានដើមឈើធំៗហើយខ្យល់ប្រែជាត្រជាក់និងអាតកំបាំងរំពេចនោះតាមរយៈដើមឈើពួកគេបានឃើញដំបូលប្រាសាទបុរាណខ្មែរជាច្រើនដែលគ្របដណ្ដប់ដោយស្លែពេលនោះពួកគេបានឡើងតាមជណ្ដើរថ្មដោយធ្វើដំណើរយ៉ាងប្រុងប្រយ័ត្នទៅកាន់ច្រកចូលប្រាសាទបុរាណនោះនៅខាងក្នុងប្រាសាទមានសភាពងងឹតនិងត្រជាក់ដោយមានចម្លាក់សត្វនិងព្រះគ្របលើជញ្ជាំងជាច្រើនកូនឆ្មាម៉ាកបានរកឃើញរូបចម្លាក់ឆ្មាពណ៌មាសតូចមួយដែលមានភ្នែកភ្លឺហើយម៉ាម៉ាបានពន្យល់ពីប្រវត្តិរបស់វាផងដែរក្រោយមកពួកគេបានចាក់ចេញពីប្រាសាទនោះហើយទៅសម្រាកនៅក្បែរទឹកជ្រោះថ្លាមួយដែលហ៊ុំព័ទ្ធដោយព្រៃធម្មជាតិនិងមេអំបៅរំពេចនោះមានកញ្ជ្រោងព្រៃមួយក្រុមបានងើបចេញពីគុម្ពោតព្រៃសម្លឹងមើលមកកូនឆ្មាម៉ាកពេលនោះកញ្ជ្រោងបានលោតចូលមករកម៉ាកប៉ុន្តែម៉ាម៉ាបានលោតស្ទាក់មុខពួកវាហើយប្រយុទ្ធយ៉ាងក្លាហានដើម្បីការពារកូនរបស់នាងនៅទីបំផុតកញ្ជ្រោងព្រៃបានរត់ចេញបាត់ទៅហើយម៉ាម៉ាក៏បានរងរបួសតិចតួចដែរអំឡុងពេលប្រយុទ្ធម៉ាកបានព្យាយាមអស់ពីសមត្ថភាពដើម្បីជួយម្ដាយរបស់គាត់ឲ្យក្រោកឈរឡើងដោយបង្ហាញពីភាពក្លាហានពេលនោះពួកគេចាប់ផ្ដើមដើរបកក្រោយវិញយឺតតាមព្រៃហើយម៉ាកបានគ្រាម៉ាម៉ាដោយប្រុងប្រយ័ត្នពេលពួកគេកំពុងដើរភ្លៀងបានធ្លាក់ចុះមកហើយម៉ាកបានកាន់ស្លឹកធំមួយរួចបន្តដំណើរទៅមុខនៅទីបំផុតពួកគេបានទៅដល់មាត់ព្រៃក្បែរភូមិមួយដោយឃើញភ្លើងភ្លឺពីចម្ងាយពេលនោះអ្នកភូមិបានរត់មកជួយពួកគេដោយបាននាំម៉ាម៉ានិងម៉ាកទៅកាន់កន្លែងដែលមានសុវត្ថិភាពនៅគ្លីនិកវេជ្ជបណ្ឌិតបានរំបងម៉ាម៉ាហើយម៉ាកបាននៅក្បែរនាងផងដែរមួយថ្ងៃបានកន្លងផុតទៅម៉ាម៉ាបានជាសះស្បើយបន្តិចម្ដងហើយម៉ាកក៏មិនដែលចាក់ចេញទៅណាឆ្ងាយពីនាងឡើយនៅព្រឹកបន្ទាប់ម៉ាម៉ាបានក្រោកឈរហើយញញឹមដោយនាងមានអារម្មណ៍បានធូរស្រាលបន្ទាប់ពីជាសះស្បើយពួកគេបានត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយការដឹងគុណអ្នកភូមិហើយនៅយប់នោះពេលដែលពួកគេអង្គុយក្បែរចង្ក្រានដ៏កក់ក្ដៅម៉ាកបានងើបមុខហើយខ្សឹបថាម៉ាក់អ្នកគឺជាវីរនារីរបស់ខ្ញុំហើយក្នុងពេលដ៏ស្ងប់ស្ងាត់នោះពួកគេទាំងពីរបានដឹងថាក្តីស្រឡាញ់របស់ពួកគេខ្លាំងជាងគ្រោះថ្នាក់ដែលពួកគេបានប្រឈមទៅទៀតសូមអរគុណ